จมปุกទី80ពុទ្ធសកម្មភាពតាមតំបន់នានាព្រះពុទ្ធគង់នៅអំពរលទ្ធិកាអោឈៀនលំដាប់នោះព្រះពុទ្ធទ្រង់គង់នៅក្នុងក្រុងរាជក្រឹសនេះតាមសំគួរដល់ពុទ្ធជាស្រ័យហើយទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងចូលទៅកាន់អោឈៀនឈ្មោះអំពរលទ្ធិកាដែលជារាជអោឈៀនព្រះបាទពំពិសាប៉ុន្តែព្រះភិក្ខុសង្ឃទាំងឡាយត្រូវឈប់សឹងនៅក្នុងវត្តវេលវ័នមួយយប់សិនមុននឹងនិមន្តដល់អោឈៀនអំពរលទ្ធិកានេះព្រះសារីបុត្រនិងព្រះរាហុលក៏ធ្លាប់ចូលសម្រាកនៅក្នុងអោឈៀននេះកាលពីមុនមកដែរពេលនិមន្តដល់អំពរលទ្ធិកាអោឈៀនព្រះពុទ្ធនិងភិក្ខុទាំងឡាយចូលទៅគង់នៅក្នុងព្រះរាជរណឈ្មោះរាជាគិរកៈនៅទីនេះព្រះពុទ្ធទ្រង់បានធ្វើធម្មកថាជាច្រើនដល់ភិក្ខុទាំងឡាយមានសិលសមាធិនិងបញ្ញាសមាធិដែលអប់រំដោយសិលរមែងមានផលច្រើននិងអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិរមែងមានផលច្រើនអានិសង្សច្រើនចិត្តសំដៅយកមគ្គចិត្តនិងផលចិត្តដែលអប់រំដោយបញ្ញារមែងរួចស្រឡះចាអាសវៈទាំងឡាយដោយប្រពៃគឺកាមាសវៈភវិសវៈនិងអវិជ្ជាសវៈព្រះពុទ្ធទ្រង់គង់នៅក្រុងនាឡន្ទាព្រះពុទ្ធគង់នៅក្នុងអំពរលទ្ធិកាអោឈៀនតាមសំគួរដល់ពុទ្ធអធិស្ស្រ័យហើយទើបទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងទៅកាន់ស្រុកនាឡន្ទានៅពេលនិមន្តទៅដល់ស្រុកនាឡន្ទាព្រះពុទ្ធនិងភិក្ខុទាំងឡាយចូលទៅសម្រាកក្នុងបាវាតិកម្មពវ័នជាចំការស្វាយរបស់បរិពាជុម្នាក់លំដាប់នោះព្រះសារីបុត្រចូលទៅគង់ចិត្តព្រះពុទ្ធយ៉ាងស្ងៀមស្ងាត់អស់ពេលដ៏យូរទម្រាំនឹងហ៊ានក្រាបបង្គំទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជ្រះថ្លាក្នុងព្រះដ៏មានព្រះភិក្ខដោយខ្ញុំព្រះអង្គយល់ឃើញថាគ្មានសមណៈឬព្រាហ្មណ៍ឯណាមានកតិបណ្ឌិតនឹងបានសម្រេចការត្រាស់ដឹងក្នុងសម្ពោធិញ្ញាណលើសអំពីព្រះអង្គឡើយទោះក្នុងអតីតកាលក្តីអនាគតកាលក្តីនិងក្នុងបច្ចុប្បន្នកាលនេះក្តីព្រះសម្ពុទ្ធសម្លឹងមើលព្រះភ័ក្ត្រព្រះសារីបុត្រហើយទ្រង់ត្រាស់ថាមនាលសារីបុត្រអាសភិវិចាសម្ដីអង្គអាចឥតខ្លាចញញើតដែលអ្នកនិយាយនេះហាក់លើសលុបពេកណាស់សិហនាទពាក្យសម្ដីដែលអ្នកប្រកាន់យកនិងបន្លឺឡើងនេះជាពាក្យសម្ដីដោយឡែកមនាលសារីបុត្រព្រះដ៏មានព្រះភិក្ខទាំងឡាយណាជាព្រះអរហន្តសម្មាសម្ពុទ្ធដែលមាននៅក្នុងអតីតកាលព្រះដ៏មានព្រះភិក្ខទាំងឡាយនោះជាអ្នកបានកំណត់ដឹងច្បាស់នៅចិត្តដោយខ្លួនឯងថាព្រះដ៏មានព្រះភិក្ខទាំងនោះមានសិលយ៉ាងនេះផងមានធម៌យ៉ាងនេះផងមានបញ្ញាយ៉ាងនេះផងនិងមានធម៌ជាគ្រឿងនៅយ៉ាងនេះផងមនាលសារីបុត្រហេតុដែលអ្នកហ៊ានពោលយ៉ាងដូច្នោះតើព្រះដ៏មានព្រះភិក្ខទាំងឡាយក្នុងអតីតកាលនោះមានចិត្តជ្រះថ្លាចាកអាសវៈយ៉ាងនេះដូច្នេះដែរឬទេព្រះសារីបុត្រក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនេះខ្ញុំព្រះអង្គកំណត់ថាដឹងមិនបានទេព្រះពុទ្ធទ្រង់ត្រាស់បន្តថាមនាលសារីបុត្រព្រះដ៏មានព្រះភិក្ខទាំងឡាយជាអរហន្តសម្មាសម្ពុទ្ធដែលនឹងមាននៅក្នុងអនាគតព្រះដ៏មានព្រះភិក្ខទាំងឡាយនោះជាអ្នកបានកំណត់ដឹងច្បាស់នៅចិត្តដោយចិត្តរបស់ខ្លួនថាព្រះដ៏មានព្រះភិក្ខទាំងនោះនឹងមានសិលយ៉ាងនេះផងមានធម៌យ៉ាងនេះផងមានបញ្ញាយ៉ាងនេះផងនិងមានធម៌ជាគ្រឿងនៅយ៉ាងនេះផងមនាលសារីបុត្រហេតុដែលអ្នកហ៊ានពោលយ៉ាងដូច្នោះតើព្រះដ៏មានព្រះភិក្ខទាំងឡាយក្នុងអនាគតកាលនោះមានចិត្តជ្រះថ្លាស្រឡះចាកអាសវៈយ៉ាងនេះបានដូច្នេះដែរឬទេព្រះសារីបុត្រក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនេះខ្ញុំព្រះអង្គកំណត់ថាដឹងមិនបានទេព្រះពុទ្ធទ្រង់ត្រាស់ថាមនាលសារីបុត្រព្រះដ៏មានព្រះភិក្ខទាំងឡាយជាអរហន្តសម្មាសម្ពុទ្ធដែលមាននៅក្នុងបច្ចុប្បន្ននេះព្រះដ៏មានព្រះភិក្ខទាំងឡាយជាអ្នកបានកំណត់ដឹងនៅចិត្តដោយចិត្តរបស់ខ្លួនថាព្រះដ៏មានព្រះភិក្ខទាំងនោះមានសិលយ៉ាងនេះផងមានធម៌យ៉ាងនេះផងមានបញ្ញាយ៉ាងនេះផងនិងមានធម៌ជាគ្រឿងនៅយ៉ាងនេះផងមនាលសារីបុត្រហេតុដែលអ្នកអាចហ៊ានពោលយ៉ាងដូច្នោះត
តើព្រះដ៏មានព្រះភិក្ខទាំងឡាយក្នុងបច្ចុប្បន្ននេះមានចិត្តជ្រះថ្លាចាកអាសវៈយ៉ាងនេះដូច្នេះដែរឬទេព្រះសារីបុត្រក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុនេះខ្ញុំព្រះអង្គកំណត់ថាដឹងមិនបានទេព្រះពុទ្ធទ្រង់ត្រាស់ថាមនាលសារីបុត្របើអ្នកគ្មានញាណជាគ្រឿងកំណត់ដឹងចិត្តរបស់ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយដែលមាននៅក្នុងអតីតកាលអនាគតកាលនិងបច្ចុប្បន្នកាលទាំងនោះទេបើដេចឡើយក៏អ្នកហ៊ានពោលនៅអសភិវាចាដ៏លើសលប់ក្នុងពេលឥឡូវនេះយ៉ាងដូចនេះព្រះសារីបុត្របង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលបានជួបជាមួយនឹងគ្រូអាចារ្យខាងសាសនានៅក្នុងកាលទាំង3នោះមែនប៉ុន្តែមានរឿងម្យ៉ាងដែលខ្ញុំព្រះអង្គបានដឹងច្បាស់តាមទំនងធម៌ដែលខ្ញុំព្រះអង្គធ្លាប់រស់នៅជិតព្រះអង្គចំនួន45ឆ្នាំកន្លងមកហើយព្រះអង្គប្រៀបបានទៅនឹងទីក្រុងរបស់ស្ដេចចក្រពត្តិដែលមានទ្វារនិងកំពែងដ៏រឹងមាំក្លោងទ្វារតែមួយនោះមានអ្នកយាមជាបណ្ឌិតមានប្រាជ្ញាឆ្លៀសវៃអាចហាមឃាត់មនុស្សដែលមិនស្គាល់ចូលតាមក្លោងទ្វារនោះបានអនុញ្ញាតឲ្យចូលតែមនុស្សណាដែលស្គាល់ច្បាស់ដើរយាមល្បាតជុំវិញកំពែងទីក្រុងនោះទាំងយប់ទាំងថ្ងៃមិនឲ្យមានប្រហោងធ្លុះធ្លាយសូម្បីតែប្រហោងល្មមតូចកូនឆ្មាចេញរួចក៏មិនបានផងឆ្មាំទ្វារនោះក៏មានការពិចារណាយ៉ាងនេះថាពួកសត្វណានីមួយដែលមានកាយធំពេលចូលមកកាន់ឬចេញទៅក្រៅទីក្រុងក៏គួងពួកសត្វទាំងនោះចូលនឹងចេញតាមទ្វារនេះដែរបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានព្រះភិក្ខទាំងឡាយជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងអតីតកាលបានលះបង់ចោលនៅនិវរណធម៌ទាំង5ដែលជាឧបកិលេសរបស់ចិត្តជាធម៌ដែលធ្វើឲ្យកម្លាំងប្រាជ្ញាអោនថយព្រះអង្គតម្កល់ព្រះហឫទ័យដ៏មាំល្អក្នុងសតិប្បដ្ឋាន4ចម្រើនពោធិង្គៈ7ដោយពិតព្រះអង្គទ្រង់ត្រាស់ដឹងហើយនៅអនុត្តរសម្មាសម្ពោធិញ្ញាណព្រះពុទ្ធទាំងឡាយជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងអនាគតកាលនិងបច្ចុប្បន្នកាលក៏ប្រតិបត្តិធម៌ទាំងឡាយដូចគ្នានឹងអតីតកាលដែរលើពីនេះព្រះពុទ្ធឆ្លៀតឱកាសបង្រៀនដល់ភិក្ខុទាំងអស់នៅសិលសមាធិនិងបញ្ញាសមាធិដែលអប់រំដោយសិលរមែងមានផលច្រើននិងអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិរមែងមានផលច្រើននិងអានិសង្សច្រើនចិត្តដែលអប់រំដោយបញ្ញារមែងរួចចាកស្រឡះអំពីអាសវៈគឺកាមាសវៈភវិសវៈនិងអវិជ្ជាសវៈព្រះពុទ្ធទ្រង់គង់នៅបាដលិក្រាមព្រះពុទ្ធទ្រង់គង់ក្នុងនីលន្ទានោះតាមសំគួរដល់ពុទ្ធអធិស្ឋានហើយទើបទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងទៅកាន់បាដលិក្រាមព្រះពុទ្ធនិងភិក្ខុទាំងឡាយនិមន្តដល់បាដលិក្រាមជាទីដែលមានភិក្ខុនិងឧបាសកឧបាសិកាយ៉ាងច្រើនកកកកំពុងតែឈររង់ចាំទទួលស្វាគមន៍ពួកឧបាសកនៅបាដលិក្រាមនេះទៅបង្គំទូលសុំព្រះពុទ្ធទៅគង់នៅក្នុងផ្ទះសំណាក់នៃខ្លួនដោយបានរៀបចំក្អមទឹកប្រទីបប្រេងនិងក្រាលកន្ទេលបំរុងទុករួចជាស្រេចព្រះពុទ្ធព្រមទទួលដោយតណ្ហិភាពក្នុងពពន្ធហសម័យព្រះពុទ្ធនិងភិក្ខុសង្ឃទាំងឡាយនិមន្តចូលទៅកាន់ផ្ទះសំណាក់នោះដោយមានបរិស័ទដើរតាមពីក្រោយបន្ទាប់អំពីជំរះព្រះបាទទារួចព្រះពុទ្ធយាងចូលទៅគង់ផ្អែកនឹងសសរកណ្ដាលបែរព្រះភ័ក្ត្រឆ្ពោះទៅទិសខាងកើតនិងភិក្ខុសង្ឃទាំងឡាយក៏ចូលទៅគង់អែបនឹងជញ្ជាំងខាងលិចបែរមុខទៅទិសខាងកើតចំណែកឯឧបាសកនិងឧបាសិកាបន្ទាប់ពីលាងជើងរួចមកក៏ចូលទៅអង្គុយអែបនឹងជញ្ជាំងខាងកើតនាំគ្នាបែរមុខមកទិសខាងលិចបន្ទាប់អំពីពុទ្ធបរិស័ទសម្រួលឥរិយាបថត្រឹមត្រូវហើយព្រះសាស្តាទ្រង់ចាប់ផ្ដើមសម្ដែងនៅធម្មកថាយ៉ាងនេះមនាលកហបតីនិងឧបាសកឧបាសិកាដ៏សប្បុរសទាំងឡាយទោសនៃបុគ្គលទ្រុសិលនៃសិលវិបត្តិមាន5ប្រការតើទោសនៃបុគ្គលទ្រុសិលទាំង5ប្រការនោះមានអ្វីខ្លះទៅទី1បុគ្គលមានសេចក្តីប្រមាទជាហេតុនាំឲ្យវិនាសនៅភោគៈទី2បុគ្គលមានកិត្តិស័ព្ទអាក្រក់ផ្សាយចេញទៅសពទិសទី
ទី3បុគ្គលចូលទៅមិនក្លៀវក្លាអៀនខ្មាស់គេឯងក្នុងបរិស័ទទី4បុគ្គលវង្វេងវង្វាន់ស្មារតីនៅពេលចិត្តស្លាប់ទី5បុគ្គលស្លាប់ទៅនឹងកើតជាដេរឆានជាប្រែតជាអសុរកាយជានរកមនាលលោកអ្នកដ៏សប្បុរសទាំងឡាយអានិសង្ឃនៃបុគ្គលមានសិលនៃសិលសម្បទាក៏មាន5ប្រការដែរតើអានិសង្ឃសិល5ប្រការនោះមានអ្វីខ្លះទៅទី1បុគ្គលមានសេចក្តីមិនប្រមាទជាហេតុនាំឲ្យកើតភោគៈទី2បុគ្គលមានកិត្តិស័ព្ទដ៏ពិរោះតែងផ្សាយទៅសពទិសទី3បុគ្គលចូលទៅមានសេចក្តីក្លៀវក្លាមិនអៀនខ្មាស់ក្នុងបរិស័ទទី4បុគ្គលមិនវង្វេងស្មារតីនៅពេលចិត្តស្លាប់ទី5បុគ្គលស្លាប់ទៅនឹងកើតទៅក្នុងមនុស្សលោកឬក៏សុគតិនឹងឋានសួគ៌លំដាប់នោះព្រះពុទ្ធទ្រង់ញ៉ាំងពួកពុទ្ធបរិស័ទក្នុងស្រុកបាដលិក្រៀមឲ្យយល់ច្បាស់នៅធម្មកថាអស់ជាច្រើនរាត្រីមកទៀតព្រឹកមួយនោះព្រះសារីបុត្របានទទួលដំណឹងដល់ក្រៀមក្រំថាមាតារបស់ព្រះអង្គនៅឯភូមិនាលៈនោះមានជំងឺជាទម្ងន់មាតារបស់ព្រះថេរៈមានជន្មាយុជាង100ឆ្នាំហើយព្រះសារីបុត្រក៏សុំពុទ្ធានុញ្ញាតដើម្បីនិមន្តទៅសួរមាតាព្រះសារីបុត្រក្រាបថ្វាយបង្គំព្រះបរមសាស្តា3ដងដោយប្រតិអួលអជាទីបំផុតមុននឹងព្រះអង្គចេញដំណើរទៅជាមួយសាមណេរម្នាក់ឈ្មោះចន្ទកៈព្រះពុទ្ធទ្រង់ជួលដំណើរភិក្ខុទាំងពីរអង្គនិងជូនព្រះពរសពសាធុការផងក្នុងគ្រានោះមានព្រាហ្មណ៍2នាក់ដែលជាមហាមាត្រនៃព្រះបាទអជាសតុមគធរាជឈ្មោះសូនិធៈនិងវស្សាកាកំពុងនាំគ្នារៀបចំកសាងទីក្រុងក្នុងស្រុកបាដលិក្រៀមនេះដើម្បីការពារពួកស្ដេចក្នុងដែនវជីកាលបានលើកដំណឹងថាព្រះសាស្តាកំពុងទេសនានៅក្នុងផ្ទះសំណាក់នៃអ្នកស្រុកក្នុងទីនោះព្រាហ្មណ៍ទាំងពីររូបក៏នាំគ្នាទាំងប្រលឹមអុលចូលទៅគាល់ព្រះអង្គលុះចូលទៅដល់អាមាត្យទាំងពីរក៏ពោលពាក្យរាក់ទាក់និងក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះគោតមនិងភិក្ខុសង្ឃទទួលផាត់នៅយើងខ្ញុំទាំងឡាយដើម្បីឆាន់ក្នុងថ្ងៃនេះព្រះសមណគោតមទ្រង់ទទួលសេចក្តីនិមន្តដោយកក់ក្ដៅជាទីបំផុតក្នុងពពន្ធហសម័យសូនិធៈនិងវស្សាកាព្រាហ្មណ៍ក៏បានអង្គាសព្រះភិក្ខុសង្ឃទាំងឡាយដែលមានព្រះពុទ្ធជាប្រធានដោយមានខាតនីយៈភោជនីហាដ៏ផ្ចិតផ្ចង់និងដោយដៃខ្លួនឯងនៅពេលក្រោយផាត់ព្រះពុទ្ធទ្រង់អនុមោទនាដោយគាថាយ៉ាងនេះថាបុគ្គលជាបណ្ឌិតសម្រេចទីនៅក្នុងប្រទេសណាទ្រង់បានញ៉ាំងបុគ្គលជាអ្នកមានសិលជាអ្នកសង្រួមជាអ្នកប្រតិបត្តិធម៌ដ៏ប្រពៃដែលបានឲ្យឆាន់ភោជនាហាក្នុងប្រទេសនោះឧទ្ទិសតខិណាទានដល់ពួកទេវតាដែលស្ថិតនៅក្នុងប្រទេសនោះពួកទេវតាដែលបណ្ឌិតបានបូជាហើយក៏តែងបូជាបណ្ឌិតនោះតបវិញដែលបណ្ឌិតរាប់អានហើយក៏តែងរាប់អានបណ្ឌិតនោះតបវិញដែលបណ្ឌិតបានអនុគ្រោះហើយក៏តែងអនុគ្រោះដល់បណ្ឌិតនោះតបវិញព្រោះតខិណានុបទាននេះបីដូចជាមេដាអនុគ្រោះបុត្ររមែងជួបនៅសេចក្តីចម្រើនសពកាលសពវេលាលោកព្រះពុទ្ធទ្រង់អនុមោទនាដោយគាថាទាំងនេះដល់ម្ចាស់ទានទាំងពីរនាក់ហើយព្រះភិក្ខុសង្ឃក៏លាក្រោកចាកអាសនៈចាកចេញទៅក្នុងគ្រានោះឯងសូនិធៈនិងវស្សាកាព្រាហ្មណ៍បានដើរតាមពីក្រោយព្រះពុទ្ធដោយតាំងចិត្តថានាថ្ងៃនេះបើព្រះសមណគោតមទ្រង់ស្ដេចយាងចេញតាមក្លោងទ្វារក្រុងមួយណាក្លោងទ្វារមួយនោះក៏នឹងបានឈ្មោះថាគោតមទ្វារបើព្រះគោតមទ្រង់យាងឆ្លងទន្លេគង្គាត្រង់កំពង់ចម្លងមួយណាកំពង់ចម្លងមួយនោះនឹងបានឈ្មោះថាគោតមតថៈឬក៏កំពង់ចម្លងគោតមហើយនៅពេលដែលព្រះសមណគោតមទ្រង់យាងចេញតាមក្លោងទ្វារក្រុងសូនិធៈនិងវស្សាកាដែលជាមន្ត្រីផ្លូវការរបស់ព្រះបាទអជាសតុក៏បានបង្គំទូលព្រះសម្ពុទ្ធថាបបិទ្ធព្រះគោតមដ៏ចម្រើនយើងខ្ញុំព្រះអង្គសូមប្រសិទ្ធនាមក្លោងទ្វារក្រុងដែលព្រះអង្គទើបនឹងយាងឆ្លងផុតអំបានមិញនេះថាគោតមទ្វារនៅពេលដែលព្រះពុទ្ធយាងចូលដល់កំពង់ចម្លងនោះឥស្សរជនទាំងពីរក៏បង្គំទូលម្ដងទៀតថា
បបិទ្ធព្រះគោតមដ៏ចម្រើនយើងខ្ញុំព្រះអង្គសូមប្រសិទ្ធិនាមកំពុងចម្លងនេះថាគោតមតថៈឬកំពុងចម្លងគោតមព្រះពុទ្ធទ្រង់ញញឹមទទួលដោយប្រតិរីករាយនិងកក់ក្ដៅបំផុតព្រះពុទ្ធគង់នៅកោដិក្រៀមក្នុងដែនវជីគ្រានោះឯងទន្លេគង្គាកំពុងតែជន់លិចយ៉ាងខ្លាំងទឹកឡើងព្រាបដល់មាត់ច្រាំងល្មមសត្វក្អែកទាំងឡាយដែលទុំលើមាត់ច្រាំងនោះអាចអោនផឹកទឹកបានដោយស្រួលមនុស្សទាំងឡាយដែលប្រាថ្នានឹងឆ្លងទៅកាន់ត្រើយម្ខាងនោះខ្លះស្វែងរកទូកខ្លះស្វែងរកផែខ្លះចងក្បូន5បានដឹកចម្លងព្រះពុទ្ធនិងភិក្ខុទាំងឡាយបានឆ្លងកាត់ទន្លេគង្គាឆ្ពោះទៅកាន់ដែនវជីភិក្ខុសង្ឃទាំងឡាយខំសម្លឹងមើលផ្ទៃទឹកឆ្ពោះទៅកាន់ទីក្រុងវេសាលីឯត្រើយនាយព្រះពុទ្ធទ្រង់ទតឃើញមនុស្សដែលកំពុងតែស្វែងរកទូកស្វែងរកផែនិងស្វែងរកក្បូនប្រាថ្នានឹងឆ្លងអំពីត្រើយម្ខាងនោះទ្រង់ជ្រាបច្បាស់នៅហេតុនោះហើយក៏ទ្រង់បន្លឺឧទានវិជ្ជានៅក្នុងវេលានោះថាជនទាំងឡាយណាឆ្លងទន្លេនឹងស្ទឹងគឺតណ្ហាដែលជ្រៅធំទូលាយបានជនទាំងឡាយនោះត្រូវតែធ្វើស្ពានគឺអរិយមគ្គលះបង់ទីទំនាបដែលពេញដោយទឹកឆ្លងផុតទៅបានចំណែកឯជនធម្មតាលុះតែចងក្បូនទើបឆ្លងទៅបានឯពួកជនជាអ្នកប្រាជ្ញមិនបាច់មានក្បូនក៏អាចឆ្លងទៅបានពេលចូលទៅដល់កំពង់ផែក្រុងវេសាលីព្រះពុទ្ធទ្រង់ទតឃើញមាត់ច្រាំងទន្លេតុបតែងប្រងព្រាតទៅដោយក្រែព្រះធម៌ទង់ជ័យនិងផ្កាភ្ញីចម្រុះពណ៌រងចាំទទួលស្វាគមន៍ព្រះអង្គប្រជាពលរដ្ឋម្នាក់មានក្តីសង្ឃឹមថាព្រះពុទ្ធនឹងមកជួយស្រោចស្រង់អាយុជីវិតរបស់គេគ្រាន់តែព្រះសមណគោតមទ្រង់ឈានព្រះបាទដល់ទីក្រុងវេសាលីភ្លាមក៏រន្ទះក៏លាន់ឮសូរផូងផាំងក៏ក្រើកមេឃក៏ក្រើកដីនិងព្រះភិរុណក៏បង្អុរចុះមកស្រោចស្រពលើប្រតិពីយ៉ាងខ្លាំងនេះគឺជាភ្លៀងដើមឆ្នាំដែលនាំមកនូវភាពត្រជាក់ត្រជុំនិងសេចក្តីសង្ឃឹមសារជាថ្មីឡើងវិញដល់ប្រជាពលរដ្ឋភិក្ខុវិមលកោណ្ដាញ់នាមដើមជីវកៈនិងព្រះថេរភិក្ខុមួយចំនួននិមន្តប្រកាសពីខាងក្រោយព្រះពុទ្ធក្នុងកណ្ដាលវងមនុស្សដែលកំពុងតែឈរទះដៃនិងស្រែកជ័យឃោសយ៉ាងត្រហឹងអើងកងអ្នកស្រុកវេសាលីនិមន្តព្រះពុទ្ធនិងភិក្ខុទាំងឡាយទៅសម្រាកនិងទទួលផាត់នៅក្នុងឧទ្យានមួយចំកណ្ដាលទីក្រុងឈ្មោះកោដិក្រៀមនៅទីនោះព្រះពុទ្ធទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំហើយទ្រង់មានព្រះបន្ទូលថាមនាលភិក្ខុទាំងឡាយតថាគតក្តីអ្នកទាំងឡាយក្តីដែលអន្ទោលទៅឬត្រាច់រង្គាត់ទៅក្នុងវដ្តសង្សារអស់កាលជាយូរអង្វែងយ៉ាងនេះក៏ព្រោះតែមិនបានត្រាស់ដឹងនិងមិនបានយល់ឆ្លុះជ្រៅនៅអរិយសច្ចទាំង4ចតុរារិយសច្ចអរិយសច្ចទាំង4នោះគឺទុក្ខអរិយសច្ច1ទុក្ខសមុទយៈអរិយសច្ច1ទុក្ខនិរោធៈអរិយសច្ច1និងទុក្ខអរិយសច្ចគាមិនិបដិបទា1មនាលភិក្ខុទាំងឡាយចតុរារិយសច្ចនេះតថាគតបានត្រាស់ដឹងនិងបានចាក់ធ្លុះរួចហើយភវតណ្ហាគឺសេចក្តីប្រាថ្នាក្នុងភពសូន្យខ្សែគឺតណ្ហាដែលនាំសត្វអំពីភពមួយទៅកាន់ភពមួយក៏អស់ទៅនិងភពថ្មីក្នុងកាលឥឡូវនេះក៏មិនមានទៀតឡើយក្នុងលំដាប់នោះព្រះពុទ្ធទ្រង់ធ្វើនៅកម្មកថាជាច្រើនដល់ភិក្ខុទាំងឡាយមានសិលសមាធិនិងបញ្ញាសមាធិដែលអប់រំដោយសិលរមែងមានផលច្រើននិងមានអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិតែមានផលច្រើននិងអានិសង្សច្រើនចិត្តដែលអប់រំដោយបញ្ញារមែងរួចចាកស្រឡះនៅអាសវៈទាំងឡាយដោយប្រពៃគឺកាមាសវៈភវាសវៈនិងអវិជ្ជាសវៈព្រះពុទ្ធទ្រង់គង់នៅក្នុងនាតិកៈក្រៀមព្រះពុទ្ធទ្រង់គង់នៅកោដិកៈក្រៀមនេះតាមសំគួរដល់ពុទ្ធអធ្យាស្រ័យហើយទើបទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទមកយើងនឹងទៅកាន់នាតិកៈក្រៀមពេលចូលទៅដល់នាតិកៈក្រៀមព្រះពុទ្ធនិងភិក្ខុសង្ឃទាំងឡាយបានចូលទៅគង់នៅក្នុងផ្ទះសំណាក់មួយធ្វើអំពីឥដ្ឋលំដាប់នោះព្រះអានន្ទក្រាបទូលសួរព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើន
ភក្ខុឈ្មោះសាលហៈធ្វើមរណកាលទៅក្នុងនាតិកៈព្រាហ្មណ៍នេះតើគតិរបស់ភក្ខុនេះទៅកាន់ឯបរលោកនេះយ៉ាងដូចម្តេចដែរនិងភក្ខុនៃនន្ទាជាប្អូនស្រីព្រះពុទ្ធឧបាសកសុតតអនាថបណ្ឌិកសេដ្ឋីឧបាសិកាសុជាតាឧបាសកកុទ្ធៈឧបាសកការលំភៈឧបាសកនិកដៈឧបាសកកដេសហៈឧបាសកកតដ្ឋៈឧបាសកសន្តដ្ឋៈឧបាសកសុភដៈធ្វើមរណកាលនៅក្នុងនាតិក្រាមនេះតើគតិរបស់ភក្ខុនៃឧបាសកឧបាសិកាទាំងនោះទៅកាន់បរលោកនីយ៉ាងដូចម្តេចដែរព្រះពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទសាលហភក្ខុបានធ្វើដោយជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯងនៅចេតោវិមុតតិនិងបញ្ញាវិមុតតិអស់អាសវៈអំពីក្នុងខ្លួនអរិយាបថទាំង4នាបច្ចុប្បន្ននេះនន្ទាភក្ខុនៃជាឧបបាតិកសត្វបរិនិព្វានក្នុងសទ្ធាវាសព្រហ្មលោកជាអនាគាមិបុគ្គលរស់នៅក្នុងឋានព្រំរហូតលែងវិលមកកើតឋានមនុស្សលោកវិញពីព្រោះតែអស់ទៅនៃសង្យោជនៈ5ជាចំណែកខាងក្រោមអនាគាមីសុតតៈឧបាសកជាសកតិគាមិបុគ្គលនឹងត្រឡប់មកកើតនៅក្នុងលោកយើងនេះម្ដងទៀតដើម្បីធ្វើនៅទីបំផុតនៃទុក្ខព្រោះអស់ទៅនៃសង្យោជនៈ3ដោយមានរាគៈទោសៈនិងមោហៈស្រាលស្ដើងមនាលអានន្ទសុជាតាឧបាសិកាជាសោតាបណ្ណបុគ្គលជាបុគ្គលលែងធ្លាក់ក្នុងអបាយជាបុគ្គលទៀងមានការត្រាស់ដឹងទៅខាងមុខព្រោះអស់ទៅនៃសង្យោជនៈ3មនាលអានន្ទកកុដ្ឋឧបាសកជាឧបាតិកសត្វបរិនិព្វានក្នុងពុទ្ធាវាសព្រាមលោកជាបុគ្គលលែងវិលត្រឡប់ចាកឋានព្រំនេះព្រោះអស់ទៅនៃសង្យោជនៈ5ជាចំណែកខាងក្រោមមនាលអានន្ទការលំភៈឧបាសកនិកដៈឧបាសកកដេសហឧបាសកតដ្ឋៈឧបាសកសន្តដ្ឋៈឧបាសកភដៈឧបាសកសុភដៈឧបាសកអ្នកទាំងអស់នោះសុទ្ធតែជាអោបបាតិកសត្វបរិនិព្វាននៅក្នុងសទ្ធវាសមហាព្រំជាបុគ្គលលែងវិលត្រឡប់ចាកឋានព្រំនោះព្រោះអស់ទៅនៃសង្យោជនៈ5ជាចំណែកខាងក្រោមមនាលអានន្ទពួកឧបាសកដែលធ្វើមរណកាលទៅក្នុងនាតិកៈព្រាហ្មណ៍នេះ50នាក់សុទ្ធតែជាឧបបាតិកសត្វ96នាក់សុទ្ធតែជាសកតិគាមី510នាក់សុទ្ធតែជាសោតាបណ្ណបុគ្គលមនាលអានន្ទសត្វដែលជាមនុស្សធ្វើមរណកាលដោយហេតុណាហេតុនោះមិនមានជាអស្ចារ្យទេពីព្រោះកាលបើមនុស្សនោះធ្វើមរណកាលហើយអ្នកទាំងឡាយមុខជានឹងមករកតថាគតហើយសួរនៅដំណើរនោះនេះជាសេចក្តីលំបាកដល់តថាគតណាស់ព្រោះហេតុនោះអរិយសាវកប្រកបដោយធម៌បរិយាយណាកាលបើប្រាថ្នានឹងព្យាករក៏គប្បីព្យាករខ្លួនឯងដោយខ្លួនឯងថាអាត្មាអញអស់នរកហើយអស់កំណើតជាដេរឆានហើយអស់បេតិវិស័យហើយអស់អបាយទុគតិវិនិបាតហើយអាត្មាអញជាសោតាបណ្ណបុគ្គលលែងធ្លាក់ចុះហើយជាបុគ្គលមានសេចក្តីត្រាស់ដឹងទៅខាងមុខដូច្នេះតថាគតនឹងសម្ដែងធម្មបរិយាយនោះឈ្មោះថាធម្មាទាសៈគឺធម៌ដូចជាកញ្ចក់ឆ្លុះមនាលអានន្ទតើធម្មបរិយាយឈ្មោះធម្មទាសៈនោះដូចម្តេចដែរអរិយសាវកនៅក្នុងសាសនានេះមានសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធដោយដឹងថាព្រះពុទ្ធទ្រង់ឆ្ងាយចាកកិលេសទ្រង់ត្រាស់ដឹងដោយព្រះអង្គឯងទ្រង់បរិបូរណ៍ដោយវិជ្ជានិងចរណៈទ្រង់បានដល់នៅសន្តរៈឋានទ្រង់ជ្រាបច្បាស់នៅត្រៃលោកទ្រង់ប្រសើរដោយសីលាតិគុណទ្រង់ទូលមាននៅបរិសណាដែលគួរទូលមានបានទ្រង់ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយទ្រង់បានត្រាស់ដឹងនៅអរិយសច្ចធម៌ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយមនាលអានន្ទអរិយសាវកប្រកបដោយសេចក្តីជ្រះថ្លាមិនដែលញាប់ញ័រក្នុងព្រះធម៌ទេ
ដោយបានគិតថាធម៌ដែលព្រះដ៏មានព្រះភិក្ខទ្រង់បានសម្ដែងដោយប្រពៃហើយជាធម៌ដែលអរិយបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯងជាធម៌ផ្ដល់នូវផលមិនរងចាំកាលជាធម៌ដែលអ្នកផងចូលមើលបានជាធម៌ដែលអរិយបុគ្គលបានបង្អោនរើសទុកក្នុងខ្លួនជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយមានឧគតិតញ្ញូបុគ្គលជាដើមបានដឹងច្បាស់នៅក្នុងចិត្តនៃខ្លួនមនាលអានន្ទអរិយសាវកប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះសង្ឃទេដោយបានគិតថាពួកភិក្ខុសង្ឃរបស់ព្រះដ៏មានព្រះភិក្ខនោះបានប្រតិបត្តិដោយប្រពៃដោយស្មោះត្រង់ដោយគួរសមនិងដើម្បីព្រះនិព្វានព្រះសង្ឃទាំងឡាយនោះបើរាប់ជាគូនៃបុរសមាន4បើរាប់រៀងជាបុរសបុគ្គលមាន8ពួកសាវករបស់ព្រះដ៏មានព្រះភិក្ខនោះលោកគួរទទួលនៅចតុបច្ច័យដែលគេនាំមកបូជាលោកគួរទទួលនៅអាគន្តុកទានលោកគួរទទួលនៅតក្ខិណាទានលោកជាបុគ្គលដែលសត្វលោកគួរគប្បីធ្វើអញ្ជលិកម្មលោកជាបញ្ញខេត្តដ៏ប្រសើររបស់សត្វលោកអរិយសាវកប្រកបដោយសិលជាទីគាប់ចិត្តរបស់ព្រះអរិយបុគ្គលជាសិលមិនដាច់មិនធ្លុះមិនពពាលមិនពព្រុសជាសិលរបស់មនុស្សអ្នកជាសិលដែលអ្នកប្រាជ្ញសរសើរជាសិលមិនច្រូតជ្រៀតដោយតណ្ហានិងទិដ្ឋិនិងជាសិលដែលញ៉ាំងសមាធិឲ្យប្រព្រឹត្តទៅបានបន្ទាប់មកព្រះពុទ្ធបានធ្វើធម្មកថាជាច្រើនដល់ពួកភិក្ខុមានសិលសមាធិនិងបញ្ញាជាដើមព្រះពុទ្ធទ្រង់គង់នៅអំពរបាលីវ័នទៀបក្រុងវេសាលីព្រះពុទ្ធគង់នៅក្នុងនាតិកៈព្រាហ្មណ៍នេះតាមសំគួរដល់ពុទ្ធអធ្យាស្រ័យហើយទើបទ្រង់ត្រាស់នឹងព្រះអានន្ទថាមនាលអានន្ទយើងនឹងទៅកាន់ក្រុងវេសាលីព្រះពុទ្ធនិងភិក្ខុសង្ឃជាច្រើនអង្គចូលទៅគង់នៅក្នុងអំពរបាលីវ័នចំការស្វាយរបស់នាងអំពរបាលីទៀបក្រុងវេសាលីក្នុងចំការស្វាយនោះព្រះពុទ្ធទ្រង់ត្រាស់នឹងពួកភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយភិក្ខុត្រូវមានសតិនិងសម្បជញ្ញៈនេះជាពាក្យព្រានប្រដៅរបស់តថាគតចំពោះអ្នកទាំងឡាយភិក្ខុក្នុងសាសនានេះត្រូវតែពិចារណាកាយក្នុងកាយជាប្រក្រតីជាអ្នកមានព្យាយាមដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានសតិភ្ញាក់រលឹកជាអ្នកកំចាត់បង់នៅអភិជ្ជានិងទោមនស្សៈក្នុងលោកគឺកាយគឺឧបាទានខណ្ឌក្នុងវេទនាទាំងឡាយនិងក្នុងចិត្តភិក្ខុក្នុងសាសនានេះត្រូវពិចារណាធម៌ក្នុងធម៌ជាប្រក្រតីជាអ្នកព្យាយាមដុតកម្ដៅកិលេសជាអ្នកមានសតិភ្ញាក់រលឹកជាអ្នកកំចាត់បង់នៅអភិជ្ជានិងទោមនស្សក្នុងលោកភិក្ខុជាអ្នកមានសតិយ៉ាងនេះឯងមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះត្រូវធ្វើសេចក្តីដឹងខ្លួនក្នុងកិរិយាឈានទៅមុខនិងឈានថយក្រោយក្នុងកិរិយាក្រឡេកមើលទៅមុខនិងក្រឡេកមើលទៅខាងក្នុងកិរិយាអង្គុយនិងលាតសន្ធឹងដៃជើងក្នុងកិរិយាទ្រទ្រង់សង្ឃាដីនិងចៃវរបិណ្ឌបាតក្នុងកិរិយាបរិភោគផឹកទឹកទំពាក្រេបជញ្ជក់ក្នុងកិរិយាបន្ទោបង់ឧច្ចារៈនិងបស្សាវៈក្នុងកិរិយាដើរឈរអង្គុយដេកលក់ភ្ញាក់និយាយនិងអង្គុយស្ងៀមមនាលភិក្ខុទាំងឡាយភិក្ខុជាអ្នកមានសម្បជញ្ញៈយ៉ាងនេះឯងមនាលភិក្ខុទាំងឡាយភិក្ខុទាំងឡាយត្រូវតែមានសតិនិងសម្បជញ្ញៈជានិច្ចនេះជាពាក្យព្រានប្រដៅរបស់តថាគតចំពោះអ្នកទាំងឡាយដោយសារបុណ្យបារមីរបស់ព្រះពុទ្ធនិងការប៉ិនប្រសពរបស់ភិក្ខុវិមលកោណ្ឌញ្ញការឃោសនានៅអំពើអកុសលទាំងឡាយអំពីនិកាយសាសនាដទៃមកលើគណៈសង្ឃត្រូវចុះអន់ថយបន្តិចម្ដងជាលំដាប់និងរហូតដល់បាត់សូន្យឈឹងតែម្ដងទៅក្នុងសម័យនោះនាងអំពរបាលីបានឮដំណឹងថាព្រះពុទ្ធទ្រង់ពុទ្ធដំណើរមកកាន់កោដិក្រៀមនិងកំពុងតែគង់នៅក្នុងចំការស្វាយរបស់ខ្លួន
នាងអំពរបាលីបានប្រើឲ្យគេទឹមយានដ៏ល្អថ្លៃថ្លាហើយក៏ឡើងជិះទៅកាន់ចំការស្វាយរបស់ខ្លួនជាបន្ទាន់លុះដល់ហើយនាងអំពរបាលីក៏ចុះអំពីលើយានរួចដើរចូលទៅថ្វាយបង្គំគាល់ព្រះដ៏មានព្រះភិក្ខដោយសេចក្តីនឹករលឹកបន្ទាប់ពីព្រះពុទ្ធទ្រង់ពន្យល់ឲ្យឃើញច្បាស់និងកាន់យកដោយរីករាយនៅធម្មកថារួចហើយនាងអំពរបាលីក៏ក្រាបថ្វាយបង្គំទូលចំពោះព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខព្រមទាំងព្រះភិក្ខុសង្ឃទាំងឡាយទទួលផាត់ខ្ញុំម្ចាស់ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះព្រះសាស្តាទ្រង់ទទួលសេចក្តីនិមន្តរបស់នាងអំពរបាលីដោយភាពកក់ក្ដៅជាទីបំផុតថ្លែងពីពួកស្ដេចលិច្ឆវីដែលអាស្រ័យនៅក្នុងក្រុងវេសាលីកាលបើបានឮដំណឹងថាព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងចំការស្វាយរបស់នាងអំពរបាលីក៏ឲ្យពួកសារថីទឹមយានអច្ឆនីដ៏ថ្លៃថ្លារួចក៏ឡើងគង់លើយាននោះសំដៅទៅកាន់អំពរបាលីវ័ននោះដែរស្ដេចលិច្ឆវីកំឡោះទាំងនោះលាបពណ៌ស្បែកផ្សេងអំពីគ្នាស្ដេចខ្លះលាបស្បែកពណ៌ខៀវទ្រង់ព្រះពស់ក៏ខៀវនិងទ្រង់គ្រឿងអលង្ការក៏ខៀវស្ដេចខ្លះលាបស្បែកពណ៌លឿងទ្រង់ព្រះពស់ក៏ពណ៌លឿងនិងទ្រង់នៅគ្រឿងអលង្ការក៏ពណ៌លឿងស្ដេចខ្លះលាបស្បែកពណ៌ក្រហមទ្រង់ព្រះពស់ក៏ពណ៌ក្រហមនិងគ្រឿងអលង្ការក៏ក្រហមស្ដេចខ្លះលាបស្បែកពណ៌សទ្រង់ព្រះពស់ក៏ពណ៌សនិងទ្រង់គ្រឿងអលង្ការក៏ពណ៌សលំដាប់នោះនាងអំពរបាលីបានបរយានរបស់នាងបំប៉ះជាមួយនឹងយានរបស់ពួកស្ដេចកំឡោះលិច្ឆវីនាងបរបំប៉ះចន្ទូលដោយចន្ទូលនឹមដោយនឹមកង់ដោយកង់និងផ្លូវដោយផ្លូវពួកស្ដេចលិច្ឆវីអត់ទ្រាំពុំបានក៏មានបន្ទូលទៅកាន់នាងអំពរបាលីថាមនាលនាងអំពរបាលីតើហេតុអ្វីក៏នាងបរយានរបស់នាងមកបំប៉ះចន្ទូលដោយចន្ទូលនឹមដោយនឹមកង់ដោយកង់ផ្លូវដោយផ្លូវជាមួយនឹងយានរបស់ពួកយើងអីក៏ខ្លាំងដល់ម្ល៉េះនាងអំពរបាលីក៏ឆ្លើយថាបបិទ្ធព្រះអាយបុត្រទាំងឡាយបានជាខ្ញុំម្ចាស់ធ្វើយ៉ាងនេះពីព្រោះខ្ញុំម្ចាស់បាននិមន្តព្រះដ៏មានព្រះភិក្ខព្រមទាំងភិក្ខុសង្ឃដើម្បីនឹងឆាន់ផាត់ក្នុងចំការស្វាយរបស់ខ្ញុំម្ចាស់ក្នុងថ្ងៃស្អែកនេះស្ដេចលិច្ឆវីក៏មានបន្ទូលថាមនាលនាងអំពរបាលីសូមនាងប្រគល់ផាត់នោះឲ្យមកយើងនឹងជូនប្រាក់ដល់នាង100,000កហបណៈនាងអំពរបាលីក៏ឆ្លើយតបថាបបិទ្ធព្រះអាយបុត្រទាំងឡាយទោះបីព្រះអង្គប្រទានក្រុងវេសាលីព្រមទាំងសួយសាអាករដែលមាននៅក្នុងទីជនបទក្នុងប្រទេសទាំងមូលមកដល់ខ្ញុំម្ចាស់ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយផាត់ដ៏ប្រសើរថ្លៃថ្លានេះដល់ព្រះអង្គឡើយគ្រានោះស្ដេចលិច្ឆវីទាល់គំនិតមិនដឹងជាធ្វើដូចម្ដេចក៏នាំគ្នាផ្ទាត់ម្រាមប្រហោះលេងហើយពោលនឹងគ្នាថាមនាលគ្នាយើងនាងអំពរបាលីបានឈ្នះពួកយើងហើយតើមនាលគ្នាយើងពួកយើងត្រូវតែនាងអំពរបាលីបញ្ឆោតបានហើយតើបន្ទាប់មកពួកស្ដេចលិច្ឆវីក៏នាំគ្នាបរយានទៅកាន់ចំការស្វាយរបស់នាងអំពរបាលីដើម្បីចូលគាល់ព្រះដ៏មានព្រះភិក្ខព្រះពុទ្ធទតឃើញស្ដេចលិច្ឆវីទាំងនោះបរយានមកពីចម្ងាយទ្រង់ដឹងដោយញាណភ្លាមថាពួកស្ដេចលិច្ឆវីកំឡោះទាំងនោះជាមនុស្សមានប្រាជ្ញាវៃឆ្លាតនិងមានឧបនិស្ស័យអាចប្រោសបានក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយបើភិក្ខុអង្គណាមិនដែលបានឃើញពួកទេវតាក្នុងឋានតាវតឹងចូលអ្នកសង្កេតមើលលិច្ឆវីបរិស័ទដែលកំពុងតែបរយានមកនេះទៅមិនខុសគ្នាទេស្ដេចលិច្ឆវីទាំងនោះបរយានដល់ត្រឹមទីដែលអាចបរមកបានរួចហើយក៏យាងដោយព្រះបាទទាចូលទៅថ្វាយបង្គំព្រះពុទ្ធក្នុងព្រះវិហារព្រះពុទ្ធទ្រង់ញ៉ាំងស្ដេចលិច្ឆវីទាំងអស់នោះឲ្យយល់និងកាន់យកដោយសេចក្តីរីករាយនៅធម្មកថាទាំងឡាយស្ដេចលិច្ឆវីកំឡោះទាំងនោះកើតមានសេចក្តីជ្រះថ្លានឹងសាសនានេះក៏បង្គំទូលនឹងព្រះសាស្តាយ៉ាងនេះថា
បបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខព្រមទាំងភិក្ខុសង្ឃទាំងឡាយទទួលភ័ត្ត្ររបស់យើងខ្ញុំព្រះអង្គដើម្បីឆាន់នៅក្នុងថ្ងៃស្អែកនេះព្រះពុទ្ធទ្រង់ត្រាស់តបថាមនាលលិច្ឆវីទាំងឡាយតថាគតបានទទួលភ័ត្ត្រនាងអំពរបាលីដើម្បីឆាន់ក្នុងវេលាថ្ងៃស្អែករួចមុនហើយលំដាប់នោះពួកស្ដេចលិច្ឆវីក៏នាំគ្នាផ្ទាត់មករៀមព្រះហស្ថហើយក៏ពោលនឹងគ្នាម្ដងទៀតថាមនាលគ្នាយើងពួកយើងឲ្យនាងអំពរបាលីឈ្នះបានហើយតើពួកយើងឲ្យនាងអំពរបាលីបញ្ឆោតបានហើយតើប៉ុន្តែទោះជាយ៉ាងណាក៏ស្ដេចលិច្ឆវីទាំងនោះមានសេចក្តីត្រេកអរនឹងបានស្ដាប់នៅភាសិតរបស់ព្រះពុទ្ធដែររួចក៏ក្រាបថ្វាយបង្គំលាចេញទៅលុះស្អែកឡើងនាងអំពរបាលីបានអង្គាសភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានដោយខាតនិយៈភោជនីយអាហារដ៏ឆ្ងាញ់ពិសាដោយដៃខ្លួនឯងពេលភិក្ខុសង្ឃទទួលភ័ត្ត្ររួចស្រេចហើយនាងអំពរបាលីក៏ចូលទៅអង្គុយក្នុងអាសនៈដ៏ទាបជិតព្រះពុទ្ធហើយក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសូមថ្វាយអារាមចំការស្វាយនេះដល់ព្រះភិក្ខុសង្ឃដែលមានព្រះដ៏មានព្រះភិក្ខជាប្រធានខ្ញុំម្ចាស់ក៏សូមប្រគល់កាយថ្វាយខ្លួនជាសាវិការបស់ព្រះដ៏មានព្រះភិក្ខចាប់ពីពេលនេះតទៅព្រះពុទ្ធទ្រង់ទទួលនៅអារាមនេះដោយសេចក្តីកក់ក្ដៅជាទីបំផុតរួចក៏ទ្រង់ញ៉ាំងនាងអំពរបាលីឲ្យឃើញច្បាស់នឹងហ៊ានកាន់យកដោយរីករាយនៅធម្មិកថាទាំងឡាយមុននឹងព្រះអង្គបញ្ជូននាងឲ្យទៅរស់នៅជាមួយនឹងគណៈភិក្ខុនីក្រៅពីនេះព្រះពុទ្ធទ្រង់ធ្វើធម្មិកថាដល់ភិក្ខុទាំងឡាយនៅសិលសមាធិនិងបញ្ញាសមាធិដែលអប់រំដោយសិលរួចហើយរមែងបានផលច្រើនអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិរួចហើយរមែងមានផលច្រើនអានិសង្សច្រើនចិត្តដែលអប់រំដោយបញ្ញារួចហើយរមែងរួចស្រឡះចាកនៅអាសវៈទាំងឡាយដោយប្រពៃគឺកាមាសវៈភវសវៈនិងអវិជ្ជាសវៈចប់ជំពូកទី80